ខ្ញុំយល់ថាភាព consistency ហ្នឹងណាសំខាន់ខ្លាំងណាស់សង្ឃថាអ្នកខ្លះគាត់អត់សូវមាន idea ដែល perfect ខ្លាំងឯងដែលល្អខ្លាំងឯងមុំមុំឯងប៉ុន្តែគាត់មានconsistency ដែលធ្វើឲ្យគាត់ keep showing up ណាអូយខ្ញុំចង់ប្រាប់អ្នកនរគ្នាថាចេះ keep showing up រាល់ថ្ងៃខ្ញុំដឹងថាគ្មានគេមានអារម្មណ៍ចង់ធ្វើទេសូម្បីតែពេលខ្លះក៏ខ្ញុំទាញវីដេអូទាញទូរស័ព្ទមកធ្វើវីដេអូទាំងដែលខ្ញុំមានអារម្មណ៍ថាខ្ជិលអត់ធ្វើក៏បានដែរហើយពិតជាអត់ធ្វើក៏បានមែនពីថាអត់ធ្វើក៏ខ្ញុំអត់អីដែរក៏ខ្ញុំរស់ដែរប៉ុន្តែវាធ្វើឲ្យខ្ញុំ destroy ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងនៅពេលដែលខ្ញុំចង់ធ្វើរឿងអីធំជាងនឹងឬមួយចង់ធ្វើរឿងអីផ្សេងឬមួយគ្រាន់តែចង់ទៅហាត់ប្រាណខ្ញុំឲ្យលេសខ្លួនឯង100លេសគឺខ្ញុំលេងបានទៅហ្មងអញ្ចឹងអារឿងទុយទុយដែលខ្ញុំអត់បានធ្វើហ្នឹងវាធ្វើឲ្យ lead personality របស់ខ្ញុំទាំងអស់ហ្មងទៅរឿងធំធំហ្នឹងខ្ញុំអត់មាន consistency ក្នុងខ្លួនដែរអញ្ចឹងបាទខ្ញុំព្យាយាមជំនះធ្វើហ្មងហើយមិនមែនថាយើងធ្វើទាំងយើងមិនចង់ធ្វើទេប៉ុន្តែត្រូវដឹង body របស់យើងពេលខ្លះវាគ្រាន់តែ protect យើងឯងដោយសារអីវាចង់ឲ្យយើងស្រួលវាចង់ឲ្យយើង safe ហើយវាអត់ចង់ទៅកន្លែងថ្មីដែលវាអត់ស្គាល់ទេគោកក្បាលយើងណាតាមពិតកន្លែងខ្លះវាអត់គ្រោះថ្នាក់ឯណាបងប្អូនគ្នាតែគ្រាន់តែជាកន្លែងដែលយើងអត់ស្គាល់អញ្ចឹងអ្នកខ្លះនៅកន្លែងមួយដែលមិនសមប្រកបនៅកន្លែងមួយដែលមិនជាល្អណាស់ណាឯងប៉ុន្តែគាត់សុខចិត្តនៅដោយសារគាត់គិតថា at least ណាមិនមកគាត់ស្គាល់ដែរចាគាត់សុខចិត្តពិបាកវេទនានៅក្នុងកន្លែងដែលគាត់នៅរាល់ថ្ងៃហ្នឹងដោយសារគាត់គិតថាយ៉ាងមិនមកគាត់ស្វាមហើយតែបើឲ្យគាត់ទៅកន្លែងថ្មីគាត់អត់ទៅទេតែនៅកន្លែងថ្មីហ្នឹងគាត់ក៏អត់ដឹងដែរថាវាល្អឬមិនល្អចាវាអាចមានពីរជម្រើសទី1គឺគាត់ទៅវាអត់ល្អដដែលចាដូចកន្លែងចាស់ចំណុចទី2គឺគាត់ទៅគឺគាត់អាច better ជាងនឹងចាទោះបីមិន better ជាងនឹងក៏គាត់បានរៀនអីថ្មីដែរទោះបីវាជា mistake មួយទៀតចាជាកំហុសមួយទៀតប៉ុន្តែជាកំហុសមួយដែលថ្មីដែលគាត់ត្រូវតែរៀនក្នុងជីវិតរបស់គាត់ទៅឯងដោយសារគាត់អត់ស្គាល់កន្លែងហ្នឹងអញ្ចឹងខ្ញុំចង់និយាយមកវិញថាចាបើសិនជាយើងតាមតែចិត្តយើងតាមតែអារម្មណ៍យើងអត់មានចង់ធ្វើអីទាំងអស់ចាគឺយើងចង់ដេកហ្នឹងហ្មងហើយមួយទៀតអ្នកនរគ្នាត្រូវតែរកទម្លាប់ណាឬមួយក៏ការងារណាដែលអ្នកនរគ្នាត្រូវគិតថាអ្នកនរគ្នាមានអារម្មណ៍អាចធ្វើបានជាប្រចាំថ្ងៃព្រោះមិនថាការងារអីក៏ដោយអ្នកនរគ្នាបើសិនជាយើងអត់ keep consistency ទេគឺវាអត់ work ទេវីដេអូរបស់ខ្ញុំអ្នកនរគ្នាអូប៉ះថ្ងៃហ្នឹងអូបងនឹងនិយាយល្អអូលយមែនតើចាខ្ញុំស្គាល់បងនឹងអស់ហើយយ៉ាងច្រើនខ្ញុំអត់ធ្វើកន្លះខែចាឬក៏10ថ្ងៃអ្នកនរគ្នាភ្លេចខ្ញុំបាត់ហើយព្រោះមិនដឹងជាប្រហែលលានវីដេអូទេអ្នកនរគ្នាត្រូវ scroll ចាហើយលើโลกហ្នឹងមិនមែនចេះតែយើងណាអញ្ចឹងភាព consistency ហ្នឹងគឺសំខាន់ចាជាការដែលយើង show up ដើម្បីឲ្យគេ notice យើងអញ្ចឹងរឿងអីក៏ដោយមិនថាអ្នកទាំងអស់គ្នាមានមហិច្ឆតាធំប៉ុណ្ណាអត់ខុសទេចាគិតធំប៉ុណ្ណាអត់ខុសទេប៉ុន្តែបើសិនជាគិតធំហើយចាអត់ធ្វើអាហ្នឹងគឺខុសហើយឬមួយក៏ធ្វើតាមអារម្មណ៍ថ្ងៃណាចង់ធ្វើថ្ងៃណាចង់អត់ធ្វើអាហ្នឹងគឺខុសដោយសារអី plan របស់យើងកាន់តែធំគឺយើងកាន់តែ strict ទៅលើdiscipline ហើយនិង consistency ហ្នឹងហើយខ្ញុំមិនមែនថាជាអ្នកជោគជ័យអីទេប៉ុន្តែខ្ញុំអាចនិយាយបានថាបើសិនជាអ្នកទាំងអស់គ្នាចង់ keep consistency ហ្នឹងណាខ្ញុំមាន tip ដែល tip ហ្នឹងខ្ញុំធ្វើទៅវា work លើខ្លួនខ្ញុំដែរខ្ញុំចង់ឲ្យអ្នកគ្នាចាប់ផ្ដើមពីរឿងទូចៗមិនបាច់តន់ណារឿងធំអីលុយរាប់ម៉ឺនដុល្លារអីទេមិនបាច់ទេចាឧទាហរណ៍ថាយើងចង់ keep consistency ទៅលើការងើបពីព្រលឹមឬមួយក៏គេងលឿនឬមួយក៏ទៅហាត់ប្រាណអញ្ចឹងឧទាហរណ៍ទៅហាត់ប្រាណចុះអ្នកទាំងអស់គ្នាត្រូវ train body របស់យើងណាចា train body របស់យើងឲ្យស្គាល់សិនថាកន្លែងហាត់ប្រាណហ្នឹងមិនព្រោះពេលវាអត់ស្គាល់វាខ្លាចហីយល់វាអត់ហ៊ានទៅទេហើយវាខ្លាចការងើបលឿនវាខ្លាចយើងពិបាកវាខ្លាចយើងហត់អញ្ចឹងយើងត្រូវ train វាសិនថាយើងងើបម៉ោងប៉ុន្មានហើយមិនបាច់បខំពេកទេប៉ុន្តែត្រូវដឹងថាខ្លួនឯងត្រូវងើបម៉ោងប៉ុណ្ណឹងចាមិនមែនបខំថាអូលេងយប់ស្អែកឡើងងើបម៉ោង6លេងពួយយកហ្មងអត់ទេយើងត្រូវដឹងថាយើងងើបម៉ោង6អញ្ចឹងយប់ឡើងយើងត្រូវដេកម៉ោងប៉ុន្មានចាត្រូវដេកយើងអាចដេកដូចមុនហើយយើងងើបម៉ោង6បានទេអញ្ចឹងយើងត្រូវ fix ទាំងអស់បន្ទាប់មកទៀតទៅកន្លែងហាត់ប្រាណនឹងឲ្យស្គាល់សិនមិនបាច់តន់ហាត់ក៏បានដែរចាមិនមែនទៅដល់លេងមួយថ្ងៃលើក10ដុំដែកឯ20ក្បាច់អីមិនបាច់ទេចាធ្វើអីដែលយើងអាចធ្វើបានសិនដើរម៉ាស៊ីនក៏បានដើរមើលទៅ gym ហ្នឹងក៏បានដែរសំខាន់យើងងើបមកពីគ្រែហើយយើងមកដល់កន្លែងហាត់ប្រាណយើងឈ្នះហើយអញ្ចឹងយើង train body របស់យើងថាយើងនិយាយអីគឺយើងធ្វើហ្នឹងទី1ទី2យើងស្គាល់ហើយកន្លែងហ្នឹងអូកន្លែងហ្នឹងចេះអញ្ចឹង body យើងវាកាត់បន្ថយអាការភ័យព្រោះមនុស្សយើងគឺភ័យខ្លាចតែកន្លែងអីដែលយើងអត់ដឹងឯងត្រូវអត់ឥឡូវអ្នកនរគ្នាសាកមើលបើសួរថាកន្លែងហ្នឹងយើងដឹងយើងស្គាល់សួរយើងភ័យយើងអត់ភ័យទេតែអារឿងហ្នឹងយើងអត់ធ្លាប់ធ្វើចាយើងអត់ដែលដឹងគឺយើងភ័យឯងអញ្ចឹងយើងឲ្យ body របស់យើង brain របស់យើង mind របស់យើងវាស្គាល់កន្លែងហ្នឹងសិនហើយយើង keep up វាម្ដងតិច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 មួយអាទិត្យយើងទៅ2ថ្ងៃពេលវា consistent 2ថ្ងៃហើយមួយអាទិត្យយើងទៅ3ថ្ងៃហើយឡើង5ថ្ងៃហើយឡើងមួយអាទិត្យពេញអីចឹងទៅឧទាហរណ៍អញ្ចឹងរឿងផ្សេងទៀតដូចគ្នាមិនថាងើបលឿនឬមួយក៏ចាប់ផ្ដើមផ្ដោតទៅលើសកម្មភាពលក់ឬមួយក៏ឥឡូវថតចង់ធ្វើវីដេអូចឹងចាអញ្ចឹងសួរថាពេលដែលលើកទូរស័ព្ទមករាល់ដងហ្នឹង
គ្រប់ content creator គេចង់ធ្វើមែនអាហ្នឹងខ្ញុំនិយាយត្រង់ណាបើតាមតាបាឌីគឺចង់ដេកចាដោយសារអីមានអីត្រូវធ្វើអត់ធ្វើមួយថ្ងៃក៏បានដែរចាអត់ធ្វើ2ថ្ងៃក៏បានអត់ធ្វើមួយអាទិត្យធ្វើមួយខែក៏បានដែរប៉ុន្តែដល់ពេលដែលយើងនឹងថាគោលដៅយើងជាអីឥឡូវឧទាហរណ៍ថាខ្ញុំដាក់ plan ក្នុងមួយអាទិត្យខ្ញុំចេញ2វីដេអូឬមួយក៏1វីដេអូ at least អញ្ចឹងសំខាន់ខ្ញុំធ្វើឲ្យឈ្នះ brand ខ្ញុំសិនចាធ្វើឲ្យឈ្នះការគិតរបស់ខ្ញុំជំនះខ្លួនឯងនឹងសិនបានខ្ញុំចាប់ផ្ដើមបរិទ្ធទៅលើគោលដៅផ្សេងៗទៀតអញ្ចឹងវា apply ទាំងអស់គ្រប់គោលដៅអញ្ចឹងយើងមិនអាចឈ្នះអ្នកណាម្នាក់បានទេបើមិនជាយើងអត់ឈ្នះខ្លួនឯងចាមិនបាច់ចង់ឈ្នះណាគេទេឈ្នះតែខ្លួនឯងទៅព្រោះអីរាល់ថ្ងៃនេះខ្លួនឯងនេះមិនដឹងជាមានប្រមាណរយអារម្មណ៍ទេហើយដូចខ្ញុំនិយាយដែរណាចឹងខួរក្បាលយើងបាទនេះយើងវាចង់ទៅដេកទេវាមានចង់ធ្វើអីទេសួរវាទៅវាមានចង់ធ្វើអីទេចាប៉ុន្តែយើងមានគោលដៅរបស់យើងមាន plan របស់យើងចង់បានអីអញ្ចឹងយើងអាចដេកបានទេយើងមិនមែនអត់ដេកទេចង់និយាយថាយើងមិនអាចដេកអត់ធ្វើអីបានទេអញ្ចឹងបានយើងត្រូវមាន plan មានគោលដៅហើយបន្ទាប់មកទៀតបានយើងត្រូវមានវិន័យហ្នឹងគឺខ្លាំងណាស់អ្នកទាំងអស់គ្នា motivation អត់ឈ្នះ discipline ទេណា motivation បានតែមួយផ្លែតទេណាអ្នកនរនេះស្ដាប់វីដេអូនឹងហើយអូងើបឲ្យចង់ធ្វើស្អែកងើបហាត់ប្រាំ5ហ៎ចាយ៉ាងច្រើនបាន3ថ្ងៃតែអា discipline ចាវិន័យខ្លួនឯងហ្នឹងអាហ្នឹងឯងអីដែល keep យើង consistency អញ្ចឹងសរុបមកវិញវីដេអូរបស់ខ្ញុំគឺផ្ដោតទៅលើអាវិន័យហើយនិង consistency ហ្នឹងឯងខ្ញុំជា content creator លើកទឹកចិត្តតែខ្ញុំចង់ប្រាប់ថាកុំមើលតែលើកទឹកចិត្តណាចាមើលខ្ញុំលើកទឹកចិត្តហើយអ្នកនរគ្នាត្រូវមានវិន័យឲ្យខ្លួនឯងផងចំណុចណាដែលខ្ញុំនិយាយទៅអ្នកនរគ្នាគិតថាអូត្រូវមួយនឹងសាច់រឿងបងអ្នកនរគ្នាខ្វះកន្លែងហ្នឹងព្រោះខ្ញុំទៅមើលវីដេអូគេខ្ញុំមើលតែកន្លែងខ្ញុំខ្វះដែរទេចាមិនមែនថាវីដេអូគេអត់មានប្រយោជន៍ឬមួយក៏មិនទេខ្ញុំមើលកន្លែងណាដែលខ្ញុំខ្វះចាកន្លែងណាដែលគេនិយាយមកត្រូវហើយត្រូវមួយខ្ញុំមានហើយខ្ញុំ keep ទុកខ្ញុំ confirm ទុកថាអូខេកន្លែងហ្នឹងគឺយើងត្រូវហើយអញ្ចឹងយើង keep going ទៀតយើងមើលកន្លែងណាយើងខ្វះយើង fix តាមហ្នឹងអញ្ចឹងអ្នកនរគ្នាដូចគ្នា